សួស្តីបងទាំងអស់គ្នានេះគឺជាវីដេអូថ្ងៃប្រជុំធំហើយនេះគឺជាអ្នកធីមចុងភៅដែលអត់បានទៅលេងសកលណាអញ្ចឹងណាដោយសារថ្ងៃហ្នឹងយើងទទួល event ពី20តុកស្មើនឹង200នាក់អញ្ចឹងទៅយើងអត់បានទៅលេងសកទេនេះធីមអ្នកដែលនៅធ្វើការធម្មតាអញ្ចឹងណាហើយនេះយើងចែកគ្នាមុននឹងភ្ញៀវគាត់អញ្ជើញមកដល់អញ្ចឹងយើងនិយាយគ្នាលេងអញ្ចឹងណាភាសាគ្នានេះពីនោះទៅហើយនេះគឺជាការតុបតែងដេកមហូបដាក់ចានអានេះយើងអត់បានចេញមហូបទេប៉ុន្តែកន្លែងនេះយើងរៀបចំដេកដាក់នៅលើចានអញ្ចឹងរងចាំពេលដែលភ្ញៀវគាត់មកដល់ហើយយើងចាប់ដើមធ្វើមហូបហើយយើងសេតអាប់ជាមួយនឹងការដេកហ្នឹងដាក់លើចានជូនឲ្យទៅពួកគាត់អានេះជាបកងនេះយើងធ្វើដេកសម្បកបកងដើម្បីលើចានដាក់មួយមហូបឲ្យវាឃើញស្អាតពាក់ទាញអញ្ចឹងណាបងប្អូនហើយអានេះដល់វគ្គភ្ញៀវគាត់អញ្ជើញមកហើយអញ្ចឹងឲ្យថាភ្ញៀវមកដល់ពួកខាងធីមចុងភៅហ្នឹងគឺវមែនតែហ្មងគាត់ថាម្នាក់គឺអត់នៅស្ងៀមម្នាក់ទៅនោះម្នាក់ទៅនេះតាមជំនាញរបស់គាត់អញ្ចឹងណាហើយយើងត្រូវការធ្វើមេឈររៀងខ្លួនតាមផ្នែករបស់យើងមុននឹងឲ្យចេញម្ហូបអញ្ចឹងយើងត្រូវការនៅ stand by រៀងខ្លួនតាមកន្លែងជំនាញម្នាក់ហើយនេះគាត់ខាងសវីខាងលើកម្ហូបអញ្ចឹងណាពួកគាត់ធ្វើការលើកម្ហូបជួយភ្ញៀវនៅពេលដែលពួកខាងចុងភៅគេធ្វើម្ហូបហើយពួកគាត់ធ្វើការលើកទៅដាក់ឲ្យភ្ញៀវនេះម្ហូបនេះពួកកំពុងរៀបចំពេលហើយម្ហូបនោះរៀបចំឲ្យអស់ហើយគ្រាន់តែពេលដែលភ្ញៀវចេញមកទឹកយើងចាប់ដើមធ្វើអញ្ចឹងណានេះយើងរៀបមួយសេតមួយឈុតដាក់តាមផ្នែកមួយអញ្ចឹងណាលោកថាផ្នែកណាគាត់ខាងនំខាងម្ហូបខាងគ្រឿងសមុទ្រអញ្ចឹងណាបងប្អូនអានេះគឺថាពួកគ្រឿងសមុទ្រពួកក្តាមពួកអីអញ្ចឹងណាយើងរៀបតាមនឹងទៅទុកឲ្យហើយយើងដាក់ម្ចាស់សេតឲ្យហើយអញ្ចឹងណាគឺដល់ខាងសវីគាត់ប្រាប់យើងថាឲ្យចេញម្ហូបគឺយើងធ្វើ follow តាមអ្វីដែលគាត់ប្រាប់ហើយយើងធ្វើតាម recipe ទៅយើងដាក់ចំហុយដាក់អីតាមដែលអ្វីដែលយើងត្រូវធ្វើឲ្យពួកគាត់អញ្ចឹងណាបងប្អូនណាវីដេអូនេះមិនតែប៉ុណ្្នឹងទេបាយបាយ